ជំរាបសួរអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះគឺយើងមកនិយាយអំពី Alt បូកជាមួយនឹង F4 ដែលនៅពេលដែលយើងចុច key Alt ឲ្យជាប់បន្ទាប់មកយើងចុចទៅលើ F4 វានឹងលោតផ្ទាំងដែលបង្ហាញមួយដែលដាក់ពាក្យថា shutdown Windows អូខេអញ្ចឹងនៅពេលដែលយើងធ្វើការចុចទៅលើ key Alt plus ជាមួយនឹង F4 បានន័យថាយើងចុចនៅលើ key Alt ឲ្យជាប់ហើយយើងកុំប្រឡែកដៃយើងបន្តចុចទៅលើ key F4 វានឹងលោតផ្ទាំង shutdown window មកអូខេអញ្ចឹងនៅកន្លែងនេះវាដាក់ថា what do you want the computer do បានន័យថាវាសួរយើងថាតើយើងចង់ឲ្យកុំព្យូទ័ររបស់យើងនឹងធ្វើអីលើហ្នឹងអូខេអញ្ចឹងវាមានដូចជា shutdown switch user sign out sleep ឬក៏ shutdown ឬក៏ restart អូខេអញ្ចឹងបានន័យថាវាជា shortcut key មួយដែលនៅពេលដែលយើងចុចទៅលើ Alt ហើយ F4 ទៅវានឹងលោតផ្ទាំងមួយដែលទី1 shutdown វាចង់សួរយើងថាតើយើងចង់បិទ computer មែនទេទី2គឺ switch user ហ្នឹងបានន័យថាយើងផ្លាស់ប្ដូរ user ឬក៏ sign out បានន័យថាយើងចាកចេញពី user ដែលយើងកំពុងតែប្រើ sleep គឺបានន័យថាយើងឲ្យកុំព្យូទ័ររបស់យើងហ្នឹងគឺរលត់ screen បណ្ដោះអាសន្នហើយនៅពេលដែលយើងធ្វើការចុចទៅលើ mouse ឬក៏ keyboard វានឹងភ្លឺឡើងវិញ shutdown គឺយើងធ្វើការបិទ computer មិនដំណើរការតែម្ដងរីឯចុងក្រោយគេគឺ restart បានន័យថាវានឹង restart computer បិទហើយបើកឡើងវិញដោយខ្លួនឯងអូខេអញ្ចឹងក្នុងវីដេអូនេះគឺខ្ញុំចង់បង្ហាញប៉ុណ្ណឹងគឺតាក់ទងជាមួយនឹង Alt F4 នៅពេលដែលយើងចុចទៅលើ Alt F4 វានឹងលោតផ្ទាំងហ្នឹងមកដើម្បីសួរថាយើងចង់បិទឬក៏ចង់ផ្លាស់ប្ដូរ user ឬក៏ចង់ចាកចេញពី user ឬក៏ចង់ឲ្យកុំព្យូទ័រហ្នឹងសម្រាប់បណ្ដោះអាសន្នឬក៏បិទកុំព្យូទ័រឬក៏បិទបើកកុំព្យូទ័រចាប់ផ្ដើមឡើងវិញអូខេនៅក្នុងវីដេអូនេះគឺខ្ញុំមានតែប៉ុណ្្នឹងទេអរគុណជម្រាបលា